សូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធីសិក្សាកុំព្យូទ័រតាមអនឡាញជាមួយខ្ញុំបាទលោកគ្រូពិសាលថ្ងៃនេះខ្ញុំនឹងចែករំលែកជាមួយបងប្អូនទាក់ទងជាមួយនឹងការបង្កើតឡើងដំបូងរបស់កុំព្យូទ័រនៅក្នុងពិភពលោកសប្តាហ៍ថ្ងៃនេះកុំព្យូទ័រត្រូវបានប្រើប្រាស់គ្រប់ទីកន្លែងគ្រប់ផ្នែកទាំងអស់នៃសង្គមរបស់យើងចាប់តាំងពីការធ្វើការទំនាក់ទំនងការដឹកជញ្ជូនទំនិញតាមអនឡាញទូទាំងពិភពលោករហូតដល់ការអប់រំការដើរទិញទំនិញក៏សូម្បីតែការណាត់ជួបរកគូស្រករក៏ត្រូវបានទំនាក់ទំនងតាមរយៈកុំព្យូទ័រផងដែរសម្រាប់យុវវ័យជាច្រើនបច្ចុប្បន្ននេះវាពិតជាពិបាកសម័យខ្លាំងណាស់បើសិនជាជីវិតរស់នៅពុំមានទូរស័ព្ទដៃទំនើបពុំមានកុំព្យូទ័រពុំមានអ៊ីនធឺណិតនៅក្នុងវីដេអូនេះខ្ញុំបាននឹងចែករំលែកជាមួយបងប្អូនទាក់ទងទៅនឹងការបង្កើតឡើងដំបូងរបស់កុំព្យូទ័រដែលយើងអាចយកមកសិក្សាបានដូចសប្តាហ៍ថ្ងៃនេះម៉ាស៊ីនកុំព្យូទ័រដំបូងបំផុតត្រូវបានបង្កើតឡើងដោយលោក Herman Hollerith ដើម្បីចងក្រងទិន្នន័យសម្រាប់ជំរឿនប្រជាជនសហរដ្ឋអាមេរិកឆ្នាំ1890ម៉ាស៊ីនរបស់ Hollerith ដែលគាត់ហៅថាម៉ាស៊ីន tabulating ដំណើរការដោយការដាក់ទិន្នន័យជំរឿននៅលើកាតក្រដាសជាឧទាហរណ៍ប្រសិនបើមនុស្សម្នាក់ជាស្ត្រីអ្នកធ្វើជំរឿននឹងដាក់ចំណុចស្រីនៅលើក្រដាសបន្ទាប់មកពួកគេនឹងបញ្ចូលកាតទៅក្នុងម៉ាស៊ីនធ្វើតារាងដែលនឹងរកឃើញរន្ធមួយត្រូវបានដាក់នឹងកត់ត្រាទិន្នន័យក្រោយមកលោក Hollerith បានបង្កើតក្រុមហ៊ុន Tabulating Machine ដែលក្រោយមកបានក្លាយទៅជា International Business Machine ឬហៅកាត់ថា IBM នៅពេលដែលម៉ាស៊ីនរបស់ IBM កាន់តែមានថាមពលពួកវាក៏កាន់តែមានរូបរាងកាន់តែធំឡើងផងដែរកុំព្យូទ័រដំបូងជាច្រើនមានទំហំធំល្មមដែលអាចបំពេញបន្ទប់មួយទាំងមូលបាននិងមានទម្ងន់រាប់ពាន់ផោនដោយសារកុំព្យូទ័រសម័យដើមមានទំហំធំនិងថ្លៃនិងពិបាកក្នុងការថែទាំកុំព្យូទ័រភាគច្រើនជាកម្មសិទ្ធិរបស់អាជីវកម្មធំៗរដ្ឋាភិបាលនិងជាកម្មសិទ្ធិរបស់សាកលវិទ្យាល័យជាដើមជាផ្នែកមួយនៃមូលហេតុដែលវាមានទំហំធំទាំងនោះគឺថាវាពឹងផ្អែកទៅលើបំពង់ trial ដ៏ធំដើម្បីបញ្ចូលទិន្នន័យតាមរយៈប្រព័ន្ធវាបានផ្លាស់ប្ដូរនៅឆ្នាំ1947នៅពេលដែលអ្នកវិទ្យាសាស្ត្រនៅ Bell Laboratory បានបង្កើត transistor អាចជំនួសបំពង់ trial ធំដែលសំពីសំពងដែលធ្វើឲ្យកុំព្យូទ័រមានទំហំតូចជាងមុនដោយសារតែ transistor ត្រូវបានផលិតដោយស៊ីលីកូនហើយដោយសារតែការស្រាវជ្រាវភាគច្រើនត្រូវបានធ្វើឡើងនៅ Santa Clara Valley នៃរដ្ឋ California តំបន់នោះត្រូវបានគេហៅឬគេស្គាល់ថា Silicon Valley ឬជ្រលងស៊ីលីកូនរបបកំហើញដ៏សំខាន់មួយជំហានទៀតនៅក្នុងការវិវត្តរបស់កុំព្យូទ័រគឺនៅឆ្នាំ1959នៅពេលដែលលោក Jack Kilby បានបង្កើត microchip ជាមួយនឹងបច្ចេកវិទ្យាថ្មីនេះវាអាចមានកុំព្យូទ័រទាំងមូលនៅលើបន្ទះសៀគ្វីតែមួយជំនួសឲ្យម៉ាស៊ីនដ៏ធំសំពីសំពងនេះវាបានធ្វើឲ្យកុំព្យូទ័រមានទំហំតូចនិងថោកជាងមុនក្នុងការផលិតហើយវាបានត្រួសត្រាយផ្លូវសម្រាប់ឲ្យមានកុំព្យូទ័រដែលអាចយកទៅប្រើប្រាស់ផ្ទាល់ខ្លួននៅផ្ទះបាននៅឆ្នាំ1977អ្នកអាចទិញកុំព្យូទ័រមកប្រើប្រាស់ផ្ទាល់ខ្លួនបានដោយជោគជ័យដែលមាន3ប្រភេទត្រូវបានចេញលក់មាន Apple II TRS 80 Model 1និង Mac Commodore PET 2001 4ឆ្នាំក្រោយមកក្រុមហ៊ុន IBM បានអភិវឌ្ឍកុំព្យូទ័ររបស់ខ្លួនដែលមានឈ្មោះថា IBM PC ដោយសារកុំព្យូទ័រថ្មីទាំងនោះមានតម្លៃថោកជាងមុននិងងាយស្រួលប្រើអ្នកអាចទិញវាយកមកប្រើប្រាស់ផ្ទាល់ខ្លួននៅផ្ទះបានកាន់តែច្រើនឡើងមនុស្សភាគច្រើនដែលជាម្ចាស់កុំព្យូទ័រនៅក្នុងអំឡុងពេលនោះប្រើវាជាឧបករណ៍ចម្បងសម្រាប់បំពេញការងារប្រចាំថ្ងៃមុនពេលនៃការរីករាលដាលនៃកុំព្យូទ័រ
ដំណើរការនៃការវិអត្ថបទស្ទើរតែទាំងអស់ត្រូវបានធ្វើនៅលើម៉ាស៊ីនអង្គុលីលេខឥឡូវនេះយើងអាចវាយអក្សរនិងរក្សាទុកឯកសារនៅលើកុំព្យូទ័ររបស់យើងបានអំឡុងពេលនោះវីដេអូហ្គេមបានក្លាយទៅជាការពេញនិយមដែលមានចំណងជើងថា Pac-Man, Galaga និង Donkey Kong Word Processor គឺជាកម្មវិធីកុំព្យូទ័រមួយដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយបំផុតរហូតមកដល់ពាក់កណ្ដាលទសវត្សរ៍ទី90នៅពេលដែល World Wide Web បានមានជាសាធារណៈដោយប្រើប្រាស់ឧបករណ៍ដែលហៅថា modem នេះអាចប្រើប្រាស់វាដើម្បីភ្ជាប់អ៊ីនធឺណិតទៅកាន់ទូរស័ព្ទដៃផងដែរមិនយូរប៉ុន្មានអ៊ីនធឺណិតបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្សយើងភាគច្រើនស្ទើរតែទាំងអស់ហើយមនុស្សអាចប្រើប្រាស់វាសម្រាប់ធ្វើការងារទិញទំនិញនិងទំនាក់ទំនងជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសារបានគ្រប់ពេលវេលាឲ្យតែពួកគេមានកុំព្យូទ័រនិងអ៊ីនធឺណិតការចូលប្រើប្រាស់អ៊ីនធឺណិតភាគច្រើនត្រូវបានកំណត់ចំពោះកុំព្យូទ័រលើតុនិងកុំព្យូទ័រយួរដៃរហូតដល់ឆ្នាំ2007នៅពេលដែលក្រុមហ៊ុន Apple បានបញ្ចេញ smartphone ដំបូងរបស់ពួកគេគឺ iPhone ជាមួយនឹង smartphone មនុស្សអាចប្រើប្រាស់អ៊ីនធឺណិតបានគ្រប់ទីកន្លែងគ្រប់ទិសទីដោយប្រើប្រាស់ឧបករណ៍តូចល្មមមួយអាចដាក់ក្នុងហោប៉ៅបានសប្តាហ៍នេះទូរស័ព្ទទាំងអស់សុទ្ធតែជាទូរស័ព្ទទំនើបសរុបសេចក្តីមកកុំព្យូទ័រនិងអ៊ីនធឺណិតបានផ្លាស់ប្ដូរសង្គមរបស់យើងហើយវាគឺជាចំណុចកណ្ដាលនៃការរីកចម្រើនរបស់ពិភពលោកដ៏ទំនើបសប្តាហ៍ថ្ងៃនេះវីដេអូរបស់ខ្ញុំបានមានប៉ុណ្ណឹងហើយចាំជួបគ្នាវីដេអូក្រោយជាមួយនឹងការសិក្សាមេរៀនកុំព្យូទ័រទាំងអស់តែម្ដងបាទសូមអរគុណសូមជម្រាបលា